ការនេះខ្ញុំសូមនិយាយអំពីលោកគ្រូម្នាក់គាត់ខលគាត់សួរថាអុកក្របស្មៅចំណីសัตว์ក្របស្មៅចំណីសัตว์គឺទៅតាមប្រភេទនៃពូជស្មៅនីមួយៗអញ្ចឹងគាត់កាន់ខ្ញុំថាចុះមាន1គីឡូ7-8000អត់ខ្ញុំហួសចិត្តដែរបងប្អូនហួសចិត្តដាក់ក្របស្មៅចំណីសัตว์ណា1គីឡូ7-8000បងប្អូនបើយើងទៅទិញស្មៅមួយចិត្តដែលគេច្រូតដាក់បាវហៅតែបាវ10000ណាបាវ12000កន្លែងខ្ញុំលក់12000អញ្ចឹងខ្ញុំប្រាប់គាត់ថាក្របស្មៅចំណីសัตว์គឺតម្លៃគឺចាប់30000ទៅប្រភេទពូជនីមួយៗគឺតម្លៃអត់ដូចគ្នាទេគាត់ថាថ្លៃគាត់ហ៊ានទិញថ្លៃអត់ណាថ្លៃខ្ញុំត្រូវការដាំច្រើនដែរសាបច្រើនដែរអីថ្លៃ1គីឡូដល់ចាប់ពី30000ឡើងទៅហើយតាមប្រភេទពូជទៀតខ្ញុំហួសចិត្តហើយបងប្អូនហួសចិត្តដោយសារពូជស្មៅចំណីសัตว์នេះយើងចំណាយតែមួយដងហើយបងប្អូនណាមិនថាក្របតម្លៃ30000 40000 50000អីយើងចំណាយតែមួយដងយើងអាចទទួលទិន្នផលបានរហូតដល់4-10ឆ្នាំបងប្អូនអញ្ចឹងយើងចំណាយលុយឧទាហរណ៍ថាយើងទិញ1គីឡូ30000មិនមែន30000យើងច្រូតតែម្ដងគឺអត់ទេបងគឺបងប្អូនអរគ្នាអាចរហូតដល់4-10ឆ្នាំសួរថាថ្លៃកន្លែងណាបើយើងយក30000ហ្នឹងទៅទិញស្មៅធម្មជាតិដែលគេច្រូតដាក់បាវលក់ហ្នឹងបានតែ2បាវជាងទេមួយបាវ12000បងប្អូនអត់ដល់3បាវទេតែបើសិនជាបងប្អូនយក30000ហ្នឹងទៅទិញចំណីសម្រាប់ជាឬក៏ចំណីបាវទិញអត់បានទេមួយបាវ4-50000ឡើងទៅលើបងប្អូនណាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចំណាយតែ1គីឡូចាប់ពី30000ឡើងទៅគឺបងប្អូនទាំងគ្នាអាចសាបស្មៅដូចខាងខ្ញុំជាងបងប្អូនអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលមិនប្រកាន់ថាពូជស្មៅចំណីសัตว์មានតម្លៃថៃគឺបងប្អូនទាំងគ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំអត់បានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ0 9 8 85 83 25 និង 0 9 9 35 85 និង 35សូមអរគុណ